បន្តទៅនេះខ្ញុំសូមប្រកាសឈ្មោះថ្នាក់តែរបស់យើងបាទជាដំបូងខ្ញុំសូមណែនាំលោកកុំលីជាដែលជាលោកកុំលីជាដែលជាលោកធានគណៈបកអាមេរិកជួយមកចូលសង្គមបាទលោករឹទ្ធិអង្គប្រធានគណៈបកសង្គមជាតិអាមេរិកបាទអាយដាមអេឆៃអៀងអនុប្រធានគណៈបកសង្គមជាតិបាទលោកជំទាវជួឡងស៊ូមារ៉ាបាទអ្នកតំណាងរាជការពេញមកអាដាមឡុងរីអ្នកតំណាងរាជកំពង់ចាមបាទអាដាមមីសថាវរិនបាទអ្នកតំណាងរាជការបាទអាដាមលោករំដួលអ្នកតំណាងរាជអង្គស្រីបាទអាដាមអូវ៉ាន់អ្នកតំណាងរាជក្រុងភ្នំពេញបាទហើយលោកសុខប៉ែនប្រធានគណៈបក្សប្រជាជាតិមករកអាសនៈបាទព្រមទាំងលោកឆាំទូតបាទគាត់នៅទីនេះទេបាទប្រធានគណៈយុរបស់គណៈបក្សប្រជាជាតិរបស់សាយសិនដែរបាទសូមជម្រាបស្វាគមន៍គាត់បាទគាត់ទៅហើយបាទហើយទីចុងក្រោយនេះគឺថាគឺដកដំដំគឺអាដាមសំរងស៊ីប្រធានគណៈបក្សសង្គមជាតិសូមជម្រាបអរគុណបាទជាបន្តទៅនេះខ្ញុំមានកិត្តិយសណាស់សូមអញ្ជើញលោកសុខប៉ែនប្រធានគណៈបក្សសង្គមជាតិរដ្ឋមកសិសេតបាទសូមអញ្ជើញថ្លែងមតិសូមបាទសូមអញ្ជើញលោកឆាន់ទូតបាទសូមអញ្ជើញបាទជួយគណៈកម្មការសូមអញ្ជើញឲ្យប្រមបាទលោកឆាន់ទូតបាទសុវណ្ណខបាទសូមអរគុណលោកហារីដែលជាអនុប្រធានគណៈបក្សសង្គមជាតិរដ្ឋមកសិសេតដល់ឆ្នាំបាទសូមសម្ដែងស្វាគមន៍ជួយលោកមួយជាបឋមខ្ញុំប្រកាសណាសូមថ្វាយការបង្គំព្រះអង្គដែលមានវត្តមានលើទីនេះដល់ម្ដងជាទីសក្ការៈហើយខ្ញុំបាទក៏សូមគោរពគណៈបតីជាទីគោរពសូមគោរពភ្ញៀវកិត្តិយសទាំងអស់ដែលមានគណៈអចិន្ត្រៃយ៍នៅទីនេះជាទីគោរពហើយក៏សូមសម្ដែងទឹកចិត្តរីករាយអំណរជាមួយអស់លោកស្រីទាំងអស់គ្នាដែលមានវត្តមានដល់ថ្លៃថ្លានៅទីនេះបាទសូមអរគុណបាទសូមអរគុណដោយលោកហារីបានបញ្ជាក់ហើយគណៈកម្មការគណៈបក្សសង្គមជាតិរដ្ឋ Massachusetts មិនដែលបាននឹកអំពីការលួចហត់នឹកឃើញអំពីការគេមិនគ្រប់ឬក៏ខាតការងារទេក៏ដូចតែចិត្តទឹកចិត្តបងប្អូនដែរគឺរាល់ពេលវេលាយើងតែតែទន្ទឹងរង់ចាំថ្ងៃដែលយើងត្រូវបម្រើជាតិទាំងអស់គ្នានេះហើយទឹកចិត្តយើងជាខ្មែរឈាមជ័រជាខ្មែរពូជអង្គរដ៏ថ្លៃថ្លារបស់យើងបាទហើយខ្ញុំតាំងនាមឲ្យគណៈកម្មការរដ្ឋ Massachusetts សូមសម្ដែងនៅទឹកចិត្តដ៏រីករាយនិងដឹងគុណយ៉ាងអាណិតកម្មការចំពោះអាដាមសំរងស៊ីដែលគាត់មានវ័យចំណាស់ទៅហើយគាត់នៅតែតស៊ូគាត់នៅតែបដិកម្មជាមួយយើងគាត់នៅតែដើរថយក្បត់ទៅពេលខ្លះគាត់ហត់នឿយណាស់ទាំងអស់គ្នាមែនទេបាទដល់ពេលដែលយើងធ្វើដំណើរពី state មួយទៅ state មួយពីរដ្ឋមួយទៅរដ្ឋមួយពីប្រទេសមួយទៅប្រទេសមួយយើងអាយុជួនកាលយើងនៅក្មេងក៏យើងនៅតែហត់នឿយចុះទម្លាប់លោកប្រធានទៅទីតែគាត់មានវ័យប៉ុណ្ណេះទៅហើយតែគាត់នៅតែប្រឹងដើម្បីប្រធានជាតិរបស់យើងតែយើងមានមុខដាក់ភាពដល់ទេបាទអរគុណបាទហើយនៅពេលនេះខ្ញុំក៏យើងក៏មានលោកឆាន់ទូចលោកថាឆាន់ទូចគឺជាប្រធានគណៈបក្សសង្គមជាតិហើយលោកបានអនុញ្ញាតឲ្យខ្ញុំបានមានឱកាសខ្លាយជាប្រធានហើយលោកក៏ជាប្រធានកិត្តិយសប្រចាំគណៈបក្សសង្គមជាតិបាទសូមជម្រាបលោកបាទអរលោកស្រីពិតប្រាកដណាស់យើងជាប្រជាពលរដ្ឋខ្ញុំសូមបើកបន្តិចបាទគឺថាយើងជាប្រជាពលរដ្ឋសួរថាពលរដ្ឋគឺជាកម្លាំងពលយើងជាកម្លាំងយើងជាសសរទ្រូងសម្រាប់ជាតិរបស់យើងពលរដ្ឋនីមួយៗមានកាតព្វកិច្ចអ្វីខ្លះឈឺឆ្អាលឬជាតិសាសន៍របស់យើងព្រោះនេះហើយគឺជាកាតព្វកិច្ចរបស់ពលរដ្ឋម្នាក់ៗអញ្ចឹងយើងទាំងអស់គ្នាថ្ងៃនេះយើងមានកាតព្វកិច្ចដើម្បីកសាងជាតិកម្ពុជាសាជាថ្មីមែនទេបាទអរគុណអញ្ចឹងសូមជួបជាមួយលោកថាគូបាទជំរាបសួរលោកលោកគុណមេបងប្អូនទាំងអស់បាទជាបឋមសូមស្វាគមន៍ហើយខ្ញុំមានមោទនភាពរបស់បងប្អូនចំណាយពេលវេលាថ្ងៃស្អែកយើងទាំងអស់គ្នាគឺ
គឺជាសំអាជីកម្មសភាបងប្អូនហើយសារđâyជារឿងបងប្អូនណាយើងដាច់ខាតមិនទៅថយក្រោយពិបាកយ៉ាងណាក៏ដោយបងប្អូនយើងស្រុកខ្មែរណាគេប្រឈមមុខនឹងជីវិតបងប្អូនយើងលះបង់ពេលវេលាទៅទៅថាវិការមិនអាចពីការលះបង់ទេខ្ញុំដឹងថាយើងអ្នកខ្លះជួយមានប្រពន្ធវត្តណាបងប្អូនវាប្រពន្ធកូនបូជាជីវិតបងប្អូនដាច់ខាតយើងមិនត្រូវឲ្យដីសង្គមបងប្អូននេះប៉ះបងប្អូនយើងត្រូវតែចូលរួមគ្នាដើម្បីរំដោះប្រទេសកម្ពុជាបងប្អូនបាទសូមអរគុណបាទដូច្នេះសូមជួបជាមួយនឹងពិធីករយើងតទៅបាទសូមអរគុណសូមគោរពជូនពរអស់លោកស្រីជួបតែស្រីសុខស្រីចម្រើនតរៀងទៅបាទសូមអរគុណសូមអរគុណណាស់ដល់លោកសុខផលបែរហើយនឹងជួបដល់លោកខាត់ទូនបាទអរគុណណាស់បាទឥឡូវ